ជាដំបូងចង់សួរអ្នកនរគ្នាថានៅពេលរៀនវិទ្យាល័យអ្នកនរគ្នាដែលជួបនឹងបញ្ហាដូចខ្ញុំអត់ចំពោះខ្ញុំបញ្ហាចម្បងដែលខ្ញុំជួបប្រទះហ្នឹងគឺកង្វះនៃឯកសារមេរៀនឬក៏លំហាត់សម្រាប់ធ្វើជាពិសេសហ្នឹងគឺពេលដែលកំពុងរៀនត្រៀមប្រឡងសម្រាប់បាក់ឌុបយើងដឹងស្រាប់ហើយការប្រឡងបាក់ឌុបគឺឯកសារមេរៀនទាំងអស់ហ្នឹងគឺសំខាន់មែនតើចឹងយើងបានធ្វើការ analyze ទៅលើ problem ហ្នឹងយើងឃើញថាទី1រកឯកសារមេរៀនឬក៏លំហាត់ទាំងអស់នៅលើអ៊ីនធឺណិតគឺវាពិបាកក្នុងការទុកចិត្តមែនតើពេលខ្លះលំហាត់តែមួយឯងចម្លើយ14 10ចឹងតើចម្លើយមួយណាដែលអាចទុកចិត្តបានហ្នឹងហើយទី2ហ្នឹងគឺវាប៉ះពាល់ខ្លាំងមែនតើដល់ការសិក្សារបស់យើងពេលខ្លះយើងមានអារម្មណ៍ថាចង់រៀនទិញសៀវភៅមកលំហាត់ក៏អត់ចេះធ្វើមេរៀនមើលអត់យល់ភ្លាមៗគឺយើងបាត់បង់អារម្មណ៍ក្នុងការរៀនបាត់ហើយទី3ហ្នឹងគឺ time consuming វាប្រើប្រាស់ពេលវេលាយូរមែនតើក្នុងការស្វែងរកមេរៀនឬក៏លំហាត់ធ្វើក្នុង online ឬក្នុងសៀវភៅពុម្ពអីចឹងទៅចឹងពួកយើងបានធ្វើការសម្ភាសន៍ទៅលើសិស្សចំនួន8នាក់មកពីវិទ្យាល័យហង្សាសំរោងយើងឃើញថាក្នុងហ្នឹងមានបញ្ហាមួយដែលពួកគាត់ទាំងអស់គ្នាបានជួបប្រទះហ្នឹងគឺពួកគាត់បាននិយាយថាវាប្រើប្រាស់ពេលវេលាយូរមែនតើក្នុងការស្វែងរកឯកសារមេរៀនឬក៏លំហាត់សម្រាប់ធ្វើពេលខ្លះយូរជាងពេលវេលាដែលគាត់រៀនមែនតើទៀតហើយក្នុងនោះដែរក៏មាន6នាក់ដែលបាននិយាយថាវាប៉ះពាល់ខ្លាំងមែនតើដល់ការសិក្សារបស់គាត់ធ្វើឲ្យគាត់ហ៊ានធ្លាក់លេខហើយហ៊ានអត់ទាន់គេក្នុងនោះដែរក៏មាន4នាក់ដែលបាននិយាយថាវាពិបាកក្នុងការស្វែងរករបៀបធ្វើបោះលំហាត់នៅតាមអ៊ីនធឺណិតផ្សេងៗហើយចង់សួរគ្រូវាចំណាយពេលយូរទៀតចឹងយើងមាននៅ solution មួយដែលមានឈ្មោះថាជំនួយចឹងតើជំនួយនឹងអីគេជំនួយគឺជា AI chatbot មួយដែលអនុញ្ញាតឲ្យ user គាត់សួរនៅសំណួរផ្សេងៗទាក់ទងទៅនឹង STEM subject ចឹង feature ទី1ហ្នឹងគឺអនុញ្ញាតឲ្យ user គាត់សួរនៅសំណួរឬលំហាត់ហើយវា give ជា explanation មួយដែល clear និងស្រួលយល់ហើយទី2ហ្នឹងគឺយើងអាច upload នៅ file ឬក៏រូបថតនៃមេរៀនហ្នឹងហើយវានឹង give ជា answer ឬក៏ exercise structure របស់លំហាត់ហ្នឹងចំពោះទី3វិញគឺវាអាច generate ជា question ឬ exercise ទៅតាម file មេរៀនដែលយើងបាន upload ចូលហើយវានឹង give ជាលំហាត់ឬក៏សំណួរជាប្រភេទ multiple choice ដែលអាចញ៉ាត់ឲ្យយើងឆ្លើយនៅពេលដែលយើងឆ្លើយខុសវានឹង give ជា answer មួយដែលងាយស្រួលយល់ហើយនឹងអាច explain យើងឲ្យកាន់តែច្បាស់ជាងមុនចឹង target customer របស់យើងគឺសិស្សពីទី10ដល់ទី12ដែលពួកគាត់ចេះប្រើប្រាស់ mobile app និងចេះប្រើប្រាស់នៅ technology ខ្លះៗចំពោះ value proposition របស់យើងវិញគឺទី1គឺជំនួយគឺ time saving គឺអត់ប្រើប្រាស់ពេលយូរហើយអនុញ្ញាតឲ្យ user គាត់សួរភ្លាមៗហើយទទួលបាននូវចម្លើយភ្លាមៗចំពោះទី2ហ្នឹងគឺអនុញ្ញាតឲ្យ user គាត់បង្កើតនូវសំណួរឬក៏លំហាត់បានដោយខ្លួនឯងហើយចំពោះទី3គឺវាគឺជា chatbot មួយដែលអាចgive ជា clear explanation និងងាយស្រួលយល់ចឹង revenue model វិញជំនួយវាគឺជា mobile app មួយដែលអនុញ្ញាតឲ្យ user គាត់ប្រើប្រាស់ free តែមាន condition គឺគាត់ត្រូវមាន limited use និងមានជា advertisement ដែល solution របស់ user គឺអាចមានជា monthly ឬក៏ yearly subscription ដែលក្នុងមួយខែគឺចំនួន$1និងក្នុងមួយឆ្នាំចំនួន$10ដែលក្នុងនោះដែរគឺគាត់អាចប្រើ unlimited use ហើយអត់មាន advertisement ទេហើយ revenue stream ទី2របស់យើងហ្នឹងគឺ advertisement ទៅលើការដាក់ banner ដែល$0.25 per CPM និងការដាក់ជា advertisement full screen គឺ$4 per CPM ហើយចំពោះ marketing strategy របស់យើងវិញគឺយើងមាន3ទី1គឺយើង plan ធ្វើការpost ទៅក្នុង social media ដូចជា Facebook TikTok IG អីផ្សេងៗចឹងទៅហើយទី2ហ្នឹងគឺចុះទៅតាម high school ផ្ទាល់ដែលយើងអនុញ្ញាតឲ្យសិស្សសាលាគាត់ប្រើប្រាស់ហើយ give us ជា feedback មកវិញហើយទី3ហ្នឹងគឺយើង plan ធ្វើជា workshop និង join event ផ្សេងៗដើម្បីឲ្យគេស្គាល់ជំនួយកាន់តែច្រើនជាងមុនចឹង competitor analysis របស់យើងគឺមាន3ទី1គឺរៀន AI ដែលរៀន AI គឺជា chatbot មួយដែលវាបែបជា general ស្តៀងទៅនឹង ChatGPT ដែលខុសពីរបស់យើងគឺយើង specific ទៅលើ STEM subject ហើយទី2ហ្នឹងគឺ TED 12ដែល TED 12គឺវាមានមេរៀនឲ្យយើងមើលមានលំហាត់ឲ្យធ្វើក៏ប៉ុន្តែអត់អាចឲ្យ user គាត់បង្កើតនៅលំហាត់ខ្លួនឯងបានទេហើយទី3ហ្នឹងគឺ MOE ដែលគឺជា app របស់ក្រសួងផ្ទាល់ដែលក្នុងហ្នឹងមានទាំងមេរៀនអាចឆាតជាមួយគ្រូអាចធ្វើលំហាត់ក៏ប៉ុន្តែក្នុងហ្នឹងគឺយើងអាចបង្កើតនៅលំហាត់ដោយខ្លួនឯងបានទេដែលខុសពីជំនួយគឺមានទាំងមេរៀនអាចឆាតជាមួយ AI ធ្វើលំហាត់និងបង្កើតនៅលំហាត់បានដោយខ្លួនឯងចឹង partnership របស់យើងមាន3ទី1គឺបាកុងដែលយើង plan ប្រើប្រាស់បាកុងដើម្បីអនុញ្ញាតឲ្យ user គាត់ធ្វើ subscription pay subscription fee របស់គាត់ហើយទី2ហ្នឹងគឺរៀន AI ដែលយើងបានឃើញថារៀន AI ហ្នឹងគាត់មានជំនាញនិងបទពិសោធន៍ច្បាស់លាស់ទៅលើការប្រើប្រាស់ chatbot ចឹងយើងសង្ឃឹមថាយើងអាចរៀនពីពួកគាត់បានច្រើនជាងមុនហើយទី3ហ្នឹងគឺខ្មែរ handwriting ដែលយើង plan ប្រើប្រាស់ data របស់ខ្មែរ handwriting ដើម្បីយកមក train ជំនួយឲ្យស្គាល់អក្សរខ្មែរចឹងចំពោះ scalability សម្រាប់ short term គឺយើង plan ធ្វើ data
beta testing feedback ផ្សេងៗនិង implement នៅ marketing strategy របស់យើងចំពោះ medium term គឺយើង plan update នៅ feature ផ្សេងៗ release វាទៅក្នុង Play Store និង secure partnership បន្ថែមទៀតហើយសម្រាប់ long term វិញគឺយើង plan release វានៅក្នុង App Store ហើយធ្វើវាជា website និង add នូវ feature ថ្មីៗទៀតអញ្ចឹងនេះគឺជា teammate របស់យើង Thank you